កំប្លោកគឺជារុក្ខជាតិម្យ៉ាងដែលតែងតែដុះពីពេញផ្ទៃបឹងបួឬទន្លេហើយកំប្លោកនេះមានអត្ថប្រយោជន៍យ៉ាងច្រើនដែលអាចធ្វើជាម្ហូបអាហារឬកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗដូចជាអង្រឹងនិងកាបូបជាដើមបើអ្នកធ្វើដំណើរពីខេត្តកំពតមកលេងទំនប់ប្រតិកុលាអ្នកនឹងឃើញពីកាបូបនិងសម្ភារៈប្រើប្រាស់ជាច្រើនដាក់តាមបង្ហាញបង្អួតសម្រស់ជាហូរហែនេះគឺជាស្នាដៃយុវជនឈីវភិរុនដែលមកពីខេត្តកំពង់ចាមបាទជំរាបសួរខ្ញុំបាទឈ្មោះហៀងភិរុនស្រុកកណាត់របស់ខ្ញុំគឺនៅខេត្តកំពង់ចាមបច្ចុប្បន្នខ្ញុំបើកអាជីវកម្មធ្វើកំប្លោកនៅភូមិកូនស័តឃុំកូនស័តស្រុកតាក់ឈូខេត្តកំពតអាជីវកម្មនេះខ្ញុំបើក4ឆ្នាំជាងហើយមូលហេតុបានខ្ញុំជ្រើសរើសយកអាជីវកម្មនេះដោយសារខ្ញុំស្រឡាញ់ការងារនេះការងារសហតកម្មការងារធ្វើដោយដៃហើយការងារនេះវាមានការសម័យសម័យរបៀបច្នៃកំណត់របស់ថ្មីដែលគេមិននឹកស្មានថាកំប្លោកដែលហើរនៅតាមបឹងនៅតាមទីសាធារណៈហើយយើងយកមកធ្វើបានកាលពីដំបូងមកខ្ញុំបានមកដល់ទីនេះខ្ញុំឃើញកំប្លោកច្រើនហើយបន្តមកទៀតក៏ខ្ញុំចាប់ផ្ដើមបើកមើលតាម Facebook តាម Social Media ដើម្បីឆែកមើលតើកន្លែងណាដែលគេអាចធ្វើកែច្នៃកំប្លោកទៅជាសម្ភារៈប្រើប្រាស់ហើយបន្តមកទៀតខ្ញុំក៏ឃើញនៅខាងខេត្តសៀមរាបហើយខ្ញុំក៏បានទៅរៀនមកពីនោះការខ្ញុំទៅរៀនគឺខ្ញុំចំណាយរយៈពេល1ខែនៅនោះគេបរៀនតារបៀបយើងធ្វើទេចំពោះការច្នៃប្រឌិតគឺខ្លួនឯងយើងចេះបែងម៉ូដបែង style បែងអីគឺខ្លួនយើងទាំងអស់គេបរៀនតារបៀបយើងធ្វើរបៀបថាធ្វើយ៉ាងម៉េចឲ្យកើតចេញជាកាបូបអញ្ចឹងហើយយើងយកមកបែកខ្លួនឯងដំបូងបំផុតមកគឺយើងត្រូវទៅរៀនសិក្សាប៉ុន្តែយើងរៀនចេះហើយយើងនៅអនុវត្តផ្ទាល់ពេលដែលខ្ញុំចុះទៅកាត់កំប្លោកដំបងគឺខ្ញុំមានហានិភ័យខ្ពស់ដែរជាមួយនឹងសត្វល្អិតជាមួយនឹងទឹកជ្រៅរាក់មានហានិភ័យខ្ពស់ហើយបន្ទាប់មកគឺចាប់ដើមធ្វើបានហើយគឺយើងពិបាកក្នុងការរកទីផ្សារទៀតខាងបងប្អូនខ្មែររបស់យើងមួយចំនួនទូចដែលក៏អត់ទាន់ចូលដឹងច្បាស់ពីរបស់ដែលយើងធ្វើពីដៃមិនមែនតែថាត្រឹមកំប្លោកគេគឺគាត់អត់ទាន់ស្វែងយល់ច្បាស់ប៉ុន្តែឥឡូវហ្នឹងគឺបានប្រសើរជាងមុនច្រើនដែរហើយចំពោះក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់គាត់អត់ដូចជាអត់ថាអីទេព្រោះអីគាត់បាននិយាយថាចំពោះការស្រឡាញ់របស់យើងគឺខុសៗគ្នាហើយគាត់និយាយថាបើសិនជាខ្ញុំដាក់ចិត្តធ្វើអ្វីមួយគឺធ្វើឲ្យហ្មត់ចត់ឲ្យខំប្រឹងឲ្យបានល្អកុំឲ្យគេថាយើងធ្វើតាម1ថ្ងៃ2ថ្ងៃហើយគាត់ក៏តែងតែផ្ដល់កម្លាំងចិត្តឲ្យខ្ញុំថាខំធ្វើទៅទោះបីជាឥឡូវនេះអត់តមានអ្នកជួយគ្រប់គ្រងក្តីឬក៏ទីក្តីច្រាញ់ក្តីយើងនឹងជោគជ័យទៅថ្ងៃណាមួយលើកដំបូងនៅក្នុងការវិនិយោគបូករួមនឹងការរៀនគឺតាមដែលខ្ញុំចាំបានដូចជាខ្ទង់$500នៅថ្ងៃនេះគឺជាការបែកកណិតរបស់ខ្ញុំផ្ទាល់ហើយនឹងខ្ញុំស្រាវជ្រាវទៅលើ website ផ្សេងៗមើលទៅហើយខ្ញុំក៏យកកំណត់ច្នៃប្រឌិតហ្នឹងមកបូករួមចូលគ្នាដើម្បីបង្កើតជាអ្វីដែលថ្មីសម្រាប់បងប្អូនយើងដែលគាត់ទិញយកទៅប្រើឲ្យគាត់ចាប់អារម្មណ៍អតិថិជនសម្រាប់ភ្ញៀវបរទេសគឺមានច្រើនរហូតដល់80%ចំពោះខ្មែរយើងក៏មានច្រើនដែរប៉ុន្តែអាស្រ័យទៅលើអ្នកដែលគាត់មកពីឆ្ងាយឬក៏គាត់មានគ្រួសារជាជនបរទេសហើយចំពោះខ្មែរយើងវិញក៏មានអ្នកដែលជួយគ្រប់គ្រងដែរប៉ុន្តែគាត់ថាអត់ទាន់ទូលំទូលាយដូចអ្នកមកពីខាងក្រៅប្រទេសចំពោះកំប្លោករបស់យើងចំណុចពិសេសរបស់គាត់ទី1គឺគាត់ប្រើបានល្អជាប់ហើយចូលកម្មវិធីគឺចេញរបៀបថាមើលទៅឃើញចេញពីខ្មែរយើងហ្មងគាត់តែយើងកន្លែងទៅគឺខ្មែរយើងហ្មងអត្តសញ្ញាណរបស់យើងហើយបន្តមកទៀតយើងប្រើប្រាស់ទៅបានដូចគ្នាហើយពេលដែលខូចបោះចោលគឺយើងអាចត្រូវថ្ងៃត្រូវទឹកអីឲ្យលួយយើងទៅជីអត់បំពុលបរិស្ថានទេចំពោះការរកទីផ្សារពិបាកខ្លាំងមែនតែនត្មងធ្វើបានហើយគឺអត់មានទីផ្សារអត់មានឈ្មោះអត់មានអ្នកដែលជួយគ្រប់គ្រងខ្ញុំព្យាយាមបង្កើតនៅ Facebook page ដើម្បីផុសរូបដើម្បីធ្វើវីដេអូដើម្បីឲ្យបងប្អូនគាត់ឃើញតាមប្រព័ន្ធ TikTok ហើយជាសំខាន់ទៀតហាងរបស់ខ្ញុំគឺនៅជាប់ផ្លូវហើយផ្លូវនេះគឺមានចការម្រេចមានកន្លែងតំបន់ទេសចរច្រើនដល់អញ្ចឹងពេលដែលបងប្អូនមិនថាខ្មែរមិនថាបរទេសគាត់មកគឺគាត់តែងតែឈប់ថតរូបនៅកន្លែងហ្នឹងដល់ពេលអញ្ចឹងចំណុចនេះហើយដែលធ្វើឲ្យខ្ញុំងាយស្រួលហើយមួយវិញទៀតខាងសាលាខេត្តនៅកំពតរបស់យើងគាត់ក៏បានមានកម្មវិធីមួយឧស្សាហ៍ហៅខ្ញុំទៅដើម្បីបង្ហាញផលិតផលឲ្យគេឃើញបាទហើយគាត់ក៏ជួយផ្សព្វផ្សាយខ្លះៗដែរជាចុងក្រោយខ្ញុំសូមអរគុណដល់កម្មវិធីបំណិនជីវិតដែលមកដល់ទីនេះផ្ទាល់ហើយខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់បើសិនជាមានបំណងចង់ធ្វើអ្វីមួយមិនថាតើការងារធ្វើដោយដៃគ្រប់ការងារទាំងអស់សូមយកចិត្តទុកដាក់ហើយសូមព្យាយាមសូមកុំបាក់ទឹកចិត្តឧស្សាហ៍ញញឹមសំណាងល្អនឹងមកដោយឯង
កំប្លោកមិនត្រឹមតែសម្រាប់កែច្នៃធ្វើជាកាបូបប៉ុណ្ណោះទេប៉ុន្តែក៏អាចកែច្នៃធ្វើជាអង្រឹងស្បែកជើងទ្រនាប់ចានទ្រនាប់កែវឬជាវត្ថុអនុស្សាវរីយ៍ជាដើមដោយមានចិត្តស្រឡាញ់ចំពោះហត្ថកម្មនេះភារុនបានអំពាវនាវដល់អ្នកដែលមានបំណងចង់រៀនសូត្រអំពីរបៀបធ្វើកាបូបធ្វើអង្រឹងឬក៏ទ្រនាប់កែវនិងសម្ភារៈផ្សេងៗអាចបង្ហាត់រៀនជាមួយនឹងលោកបានដោយមិនគិតថ្លៃនោះទេលោកបានបញ្ជាក់ទៀតដែរថាលោកចង់ឃើញហត្ថកម្មគ្រប់ទម្រង់ទាំងអស់ទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងនិងក្រៅស្រុកសម្រាប់តម្លៃកាបូបនិងរបស់ប្រើប្រាស់ដែលធ្វើអំពីកំប្លោកអាចមានតម្លៃចាប់ពី$2ឡើងទៅពីកម្មវិធីបំណិនជីវិតសូមអរគុណសូមជម្រាបលា